ជំរាបសួរបងប្អូនទាំងអស់គ្នាដែលកំពុងតែទស្សនាជាមួយនឹងវីដេអូនៃការធ្វើបទបង្ហាញអំពីគ្រឿងកសិកម្មវីដេអូមុនខ្ញុំធ្លាប់បានធ្វើបទបង្ហាញអំពីគ្រឿងកសិកម្មប្លែកៗដូចជា tractor ក៏ដូចជាភាពសំចៃក៏ដូចជាកម្លាំងហើយថ្ងៃនេះដោយសារតែមានបងប្អូនជាច្រើនគាត់សនំពោឲ្យខ្ញុំធ្វើបទបង្ហាញអំពីភាពធន់រឹងមាំរបស់ tractor New Holland model T4 90សេសអញ្ចឹងនៅពីក្រោយខ្នងខ្ញុំនេះគឺជា tractor ដែលយើងបញ្ចូលនៅចំការហើយខ្ញុំនឹងបង្ហាញជូនបងប្អូនទាំងអស់គ្នាអំពី spec ថាតើ tractor មួយនេះផលិតឡើងយ៉ាងដូចម្ដេចបានជាគេហ៊ាននិយាយថា New Holland គឺជា tractor ដែលធន់ហើយរឹងមាំជាងគេដោយសារតែ tractor ភាគច្រើនគឺគេផ្ញើជាមួយនឹងតួរបស់វាគឺនៅជាមួយនឹងប្រអប់លេខក៏ដូចជាគេហៅថាស៊ីឡាំងហើយ tractor នេះគឺត្រូវបានផលិតដោយ Phong ដែលជាប្រភេទដែកដែលមានគុណភាពកម្រាស់ក្រាស់ហើយស្វិតនៅពេលណាដែលយើងយក tractor នេះទៅឈូសឆាយឬក៏រុញដីឬក៏រុញព្រៃចំការនៅក្នុងចំការរបស់បងប្អូនគឺ tractor នេះគឺមានភាពធន់រឹងមាំជាខ្លាំងហើយចំណុចពិសេសរបស់ tractor នេះគឺទៅលើតួនៃប្រអប់លេខទាំងមូលតែម្ដងដោយសារតែតួនៃប្រអប់លេខនិងប៉ុងភ្ជាប់ជាមួយគ្នា tractor មួយនេះគឺវាមានភាពធន់រឹងមាំពេលដែលយើងបុកប៉ះជាមួយជុងជាមួយនឹងឈើជុងជាមួយនឹងថ្មគឺมันមានបញ្ហាបែកឬក៏មានបញ្ហាគេហៅថារហូតដល់ថ្នាក់ប្រេះទេហើយចំពោះគ្រឿងបន្លាស់របស់ tractor នេះគឺវាមានតម្លៃធូរថ្លៃទេហើយងាយស្រួលនៅក្នុងការកម្មង់ចំពោះតួរបស់ tractor ទាំងមូលគឺត្រូវបានបំពាក់ដោយគ្រឿងសាមញ្ញងាយដើម្បីបង្កើតនូវភាពធន់សូម្បីតែតយោហ្វ្រេងសូម្បីតែតយោនៃការបំពាក់ផ្សេងគឺត្រូវបានគិតយ៉ាងល្អិតល្អន់ចំណុចពិសេសរបស់ tractor នេះគឺត្រូវបានបំពាក់ជាមួយនឹងប្រភេទ snur សម្រាប់កាឡេមុខនេះគឺវាប្រើជាមួយនឹងការ៉េដែល tractor ផ្សេងដែលយើងសង្កេតឃើញគឺប្រើជាមួយនឹងកាឡេដែលកាឡេនេះនៅពេលដែលតឹងខ្លាំងគឺវាអាចនឹងបាក់វាអាចនឹងគេហៅថាបែកក៏ប៉ុន្តែ tractor មួយនេះប៉ុងមុខហើយនឹងប៉ុងក្រោយដែលភ្ជាប់ជាមួយគ្នានេះគឺវាប្រើជាមួយនឹង sharp អញ្ចឹងចំណុចពិសេសរបស់ tractor នេះសម្រាប់ប៉ុងមុខគឺវាមានបំពាក់ជាមួយនឹងប៉ុងប្រភេទ heavy duty ដែលភាសាខ្មែរយើងគេនិយាយថាប៉ុងសម្រាប់ធ្វើការធ្ងន់ប៉ុងខាងមុខនេះគឺភាគច្រើន tractor នៅពេលណាដែលយើងប្រើជង្គង់ភាគច្រើនគឺចំណុចកំហូចរបស់បទពិសោធន៍របស់បងប្អូនដែលធ្លាប់ប្រើ tractor ម៉ាកផ្សេងហ្នឹងគឺភាគច្រើនគឺទៅលើប៉ុងមុខក៏ប៉ុន្តែ New Holland គឺបានគិតគូរយ៉ាងម៉ត់ចត់ហើយបានបន្ថែមជាមួយនឹង spec ប៉ុងមុខនេះគឺយ៉ាងរឹងមាំតែម្ដងដោយវាប្រើប្រាស់ជាមួយនឹងស្ពឺមុខហើយជាមួយនឹងប៉ុងនេះគឺវាប្រើជាមួយនឹងចង្កូតប្រភេទ hydraulic ដែលចង្កូតនេះគឺមិនថាយើងរុញព្រៃឬក៏យើងនៅក្នុងដីភក់ឬក៏យើងគៀបជាមួយនឹងថ្មទេគឺយើងនៅតែអាចកាច់ចង្កូតបានដោយធូរតែម្ដងចំណុចពិសេសរបស់ប៉ុងនេះប៉ុងរបស់វាគឺប្រើជាមួយនឹងឡាបដែលមានទំហំធំជាង tractor ផ្សេងហើយចំពោះគេហៅថា CV joint ឬក៏ចំណុចដំណនៃកាឡេមុខរបស់វានេះគឺវាប្រើជាមួយនឹងខ្វែងដែលខ្វែងនេះគឺប្រើរហូតដល់2ជាន់ដែលខ្វែង2ជាន់នេះគឺងាយស្រួលសម្រាប់បងប្អូនប្រើប្រាស់ឬក៏ងាយស្រួលនៅក្នុងការបដូរគ្រឿងបន្លាស់នៅពេលណាដែលវាបែកចំណុចពិសេសរបស់ tractor New Holland គ្រប់ model ទាំងអស់គឺវិស្វករត្រូវបានគិតជាមួយនឹងគេហៅថាប្រភេទអាក់ប៉ុងមុខនៅពេលណាដែល tractor ផ្សេងគឺមិនត្រូវបានបំពាក់ជាមួយនឹងអាក់ប៉ុងមុខដែលមានសភាពធំទេ tractor មួយនេះអាក់ប៉ុងមុខគឺមានសភាពធំនៅពេលណាដែលបងប្អូនបុកគល់ឈើគឺមិនមានបញ្ហាអង្គាកទៅលើប៉ុងមុខទេនេះហើយជាចំណុចពិសេសដែលបងប្អូនដែលប្រើ tractor New Holland គឺគាត់តែងតែផ្ញើមតិត្រឡប់មកវិញថាល្អគ្រឿងបន្លាស់ក៏ធូរថ្លៃទៀតបើសិនជាមានបញ្ហាចំណុចដែលមួយទៀតដែលបងប្អូនឃើញហើយសម្រាប់ការ design រូបរាងខាងក្រៅមកចំពោះដែកហើយនឹងអំពូលភ្លើងឬក៏គ្រឿងតុបតែងផ្សេងទៀតទៅលើ New Holland គឺវាមានសភាពដែកក្រាស់ល្អដោយបងប្អូនឃើញហើយគឺបាំងភក់នេះគឺដែកកម្រាស់ក្រាស់តែម្ដងដែលធ្វើឲ្យនៅពេលដែលយើងធ្វើប្រើប្រាស់គឺមានភាពធន់រឹងមាំមិនតែប៉ុណ្ណោះ tractor នេះគឺបានបំពាក់ជាមួយនឹងប្រភេទគេហៅថាដំបូលបងប្អូនឃើញ tractor ផ្សេងគឺដំបូលរបស់គេគឺលក្ខណៈថាដែកស្ដើងក៏ប៉ុន្តែ tractor របស់ New Holland នេះដែកនេះគឺអាចការពារនៅពេលដែលមានបញ្ហាឧបមាថាមេឃឈើសកត់ឬក៏អីផ្សេងគឺអាចជួយបានដោយសារតែនេះហើយបានគេតែងតែប្រសិទ្ធនាម New Holland ថាជា tractor ដែលមានភាពធន់ហើយនឹងរឹងមាំស្របទៅតាមបច្ចេកទេសក៏ដូចជាភាពទំនើបរបស់ tractor ហើយ New Holland ក៏ជាក្រុមហ៊ុនមួយដែលធ្លាប់បានសហការហើយក៏បានទិញយកជាមួយនឹង model របស់ក្រុមហ៊ុន Ford ពីមុនមកដែរសម្រាប់ប្រភេទ tractor ហើយបងប្អូនដឹងហើយថានៅក្នុងចំការដែលខ្ញុំបានមកធ្វើការបង្ហាញជូននេះគឺភាគច្រើនគឺគាត់ប្រើជាមួយនឹងប្រភេទ Ford ស៊េរីចាស់ហើយនេះគឺជា model Ford ហើយនឹង New Holland តែមួយហើយសម្រាប់បងប្អូនជាច្រើនគាត់តែងតែច្រឡំថា New Holland ហើយនឹង model ផ្សេងគឺដូចគ្នា
អត់ទេបងប្អូនទាំងអស់គ្នា New Holland គឺ New Holland អត់មានពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុនណាផ្សេងទេប្រសិនបើបងប្អូនធ្លាប់ប្រើប្រាស់ជាមួយនឹង tractor Ford ពីមុនមកហើយនេះគឺជា tractor New Holland ដែលជា model Ford ស៊េរីថ្មីហើយអ្វីដែលនៅដដែលគឺក្រុមហ៊ុនតែងតែរំពឹងទៅលើភាពធន់រឹងមាំហើយចំណុចដែលប្រើប្រាស់គឺមានភាពទំនើបក៏ប៉ុន្តែសាមញ្ញដូច្នេះហើយបងប្អូនប្រជាកសិករនៅលើពិភពលោកគឺតែងតែជ្រើសរើសប្រភេទ New Holland ធ្វើត្បិតតែ New Holland ចូលមកក្នុងប្រទេសកម្ពុជាយើងក្នុងរយៈពេលដ៏ថ្មីគឺបើនិយាយទៅគឺមិនទាន់បានមួយឆ្នាំពេញលេញទេក៏ប៉ុន្តែពីមុនមកក៏ធ្លាប់មានប្រវត្តិចូលមកក្នុងប្រទេសកម្ពុជាយើងដែរក៏ប៉ុន្តែពេលនោះគឺមិនទៅបានផ្សព្វផ្សាយឲ្យទូលំទូលាយទេហើយពេលនេះក៏គាត់បានជ្រើសរើសជាមួយនឹងក្រុមការងារ Chemical Collection ដើម្បីធ្វើបទបង្ហាញទំនើបកម្មកសិកម្មនៅក្នុងប្រទេសកម្ពុជាឲ្យបងប្អូនស្វែងយល់អំពី spec tractor គឺស្វែងយល់អំពីគ្រឿងបង្គុំរបស់ tractor ដើម្បីធ្វើការពិចារណាថាយើងគួរតែដូរ model ខ្លះឬក៏យើងគួរតែប្រើ model ដដែលអានឹងជាសិទ្ធិរបស់យើងហើយចំណុចពិសេសរបស់ tractor នេះបើសិនជាបងប្អូនចាប់អារម្មណ៍បងប្អូនចង់សាក់លបងបើកបរឬបងប្អូនចង់សាក់លបងប្រើប្រាស់នៅក្នុងចំការរបស់បងប្អូនអាចទំនាក់ទំនងតាមរយៈ page Go Green បាននេះគឺជា page របស់ Go Green ផ្ទាល់តែម្ដងហើយបងប្អូនក៏អាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទសួរតម្លៃឬក៏សួរព័ត៌មានបន្ថែមហើយសម្រាប់ក្រុមហ៊ុន Go Green គឺល្អត្រង់ថានៅពេលណាដែលបងប្អូនមុននឹងសម្រេចចិត្តទិញបងប្អូនអាចតេស្តសិនហើយបងប្អូនក៏មានសេវាប្រឹក្សាក៏ដូចជាសេវាធានា tractor នៅពីក្រោយខ្នងខ្ញុំនេះគឺគាត់ធានារហូតដល់1ឆ្នាំហើយសម្រាប់ការដែលចុះទៅសវិសជូនគឺរហូតដល់2ដងនៅពេលណាដែលបងប្អូនទិញ tractor យកទៅប្រើក្រុមការងារគាត់នឹងធ្វើការបង្រៀនបងប្អូនពីរបៀបប្រើពីរបៀបថែទាំឲ្យអស់សាច់តែម្ដងអញ្ចឹងនេះជាចំណុចមួយដែលធ្វើឲ្យបងប្អូនទិញរបស់ទៅបងប្អូនប្រើអស់សាច់ធ្វើត្បិតតែ tractor នេះវាមានតម្លៃល្អសម្រាប់បងប្អូនពិចារណាមែនក៏ប៉ុន្តែនៅពេលណាដែលបងប្អូនមើលជាមួយនឹង spec របស់ tractor នេះគឺបងប្អូនឃើញថា spec របស់ tractor នេះស័ក្តិសមជាមួយនឹងបងប្អូនយកទៅប្រើប្រាស់ជាពិសេសគឺប្រភេទដំណាំចំការតែម្ដងចំណុចមួយទៀតដែលខ្ញុំចង់បន្ថែមគឺនៅពេលណាដែលបងប្អូនចុច like page នៅពេលដែលក្រុមហ៊ុន New Holland គេមានគេហៅថាតារាងកាលវិភាគសម្រាប់ធ្វើតេស្តសាក់លបងឲ្យបងប្អូនបើកឬក៏បងប្អូនទទួលបាននៅអារម្មណ៍នៅពេលដែលភ្ជួរនៅពេលដែលកាត់ស្មៅនៅពេលដែលធ្វើការបាញ់ថ្នាំអញ្ចឹងបងប្អូនអាចមើលជាមួយនឹងតារាងកាលវិភាគបាន New Holland រឹងមាំមិនខ្លាចរអាដោះស្រាយគ្រប់បញ្ហាការពារគ្រប់ឧបសគ្គជាចុងក្រោយនៃវីដេអូខ្ញុំសូមអរគុណដល់បងប្អូនទាំងអស់គ្នាដែលបានទស្សនាជាមួយនឹងការធ្វើអត្ថបទទាក់ទងនឹងទំនើបកម្មកសិកម្មនៅក្នុងប្រទេសកម្ពុជាវីដេអូក្រោយយើងនឹងនិយាយអំពីគ្រឿងកសិកម្មទំនើបផ្សេងទៀតអរគុណបងប្អូនទាំងអស់គ្នាជំរាបលា